ឲ្យដឹងតស្មាច់ពុកនឹងជួយរៀបចំធានការព្រោះយល់ហោវាចូលច្រើនណាស់នៅខាងអូស្មាច់ហើយបើវាបាញ់ស្មាច់ទៅវាបាញ់ឈ្នះខ្មៅទេចូលខ្ញុំរកកន្លែងមានសេវាសិនបើសិនជាវាបាញ់ស្មាច់ជើងវាឈ្នះខ្មៅយើងទៅបងប្អូនវាចូលរួចទេប៉ុន្តែវាយកយន្តហោះតម្លាក់ក្របចូលច្រើនណាស់បងប្អូនតែវាអត់តម្លាក់ត្រូវចូលក៏ដល់ទេចឹងបើយើងចាប់ធានការរឿងយន្តហោះវានឹងបានយើងឈ្នះឲ្យបងប្អូនច្រកស្មាច់យើងព្រោះវាតម្លាក់ជ្រុំខ្លាំងណាស់យន្តហោះចូលមកខ្លាំងណាស់អាណិតគាត់នៅតតាំងឈួរជើងបានទាំងអស់គាត់នៅតតាំងឈោបាញ់បានទាំងអស់បងប្អូនក្របលេច្រើនណាស់សូមឲ្យសម្ដេចពុកជួយរៀបចំយន្តហោះកំចាត់យន្តហោះវាពួកអីវាប្រាយន្តហោះទេវាមកថ្មជើងវាមករួចទេសូមជួយshareវីដេអូនេះឲ្យបងប្អូនយកវីដេអូនេះចែករំលែកព្រោះអីស្មាច់ទុះខ្លាំងណាស់ជ្រុំដូចស្អីចឹងហើយវាជ្រុំរត់តែកន្លែងគួរដល់ចំណុចទាហានយើងទាំងអស់ហើយបើវាមកស្មាច់ជើងវាមករួចទេបងប្អូនខ្ញុំនៅកោដៅមិញនឹងវាមករួចទេវាទម្លាក់យន្តហោះក្រឹងហ្នឹងវាគិតថាទម្លាក់ហើយយើងទម្លាក់ហើយហ្នឹងមុនដំបូងវាដើរដ្រូនចូលបងប្អូនវាដើរដ្រូនចូលហើយដល់ពេលវាទម្លាក់គ្រាប់វាគិតថាយើងនឹងមានគ្រោះថ្នាក់ប្រហែលជា6 7នាទីវាដាក់ដបចូលមកបានយើងចាប់ឡើងបាញ់ភ្លើងដៃពួកយើងបាញ់តតាំងវាបានទាំងអស់បងប្អូនហ៊ានយើងតតាំងបានទាំងអស់បងប្អូនតែរឿងមួយយ៉ាងដែលយើងបារម្ភនេះគឺយន្តហោះវាតម្លាក់រហូតបងប្អូនតម្លាក់ច្រើនណាស់វាយកដ្រូនវាដើរឆាបមើលរួចហើយវាតម្លាក់វាយកដ្រូនវាដើរឆាបពឹបវាតម្លាក់ហើយវាមានយន្តហោះបាញ់ផ្សែងពុលទៀតបងប្អូនshare វីដេអូនេះឲ្យចែកដល់ថ្នាក់លើឲ្យគាត់ជួយរៀបចំជាបញ្ញាប់យន្តហោះនៅក្នុងអូស្មាច់ហោះច្រើនណាស់បងប្អូនហោះតម្លាក់ភ្លាមតែម្ដងបងប្អូនហើយតំបន់នោះមានផ្ដាច់សេវាអត់មានសេវាទេបងប្អូននេះខ្ញុំឆាបចេញមកឲ្យផុតចម្ងាយដី30 គីឡូជាងដីបានអាចមានសេវាតាក់ទងបងប្អូនបើបាញ់តតាំងខ្ញុំអាណិតណាស់បងប្អូនទាហានខ្មែរយើងបាញ់ខ្លាំងណាស់ចូលអត់រួចទេបងប្អូនចូលអត់រួចទេប៉ុន្តែវាខូចវាលេងតម្លាក់ច្រើនណាស់វាតម្លាក់មកយន្តហោះវាតម្លាក់បាន2គ្រាប់បងប្អូនមើលអត់តន់ទេលឿនណាស់ហើយបើផ្លោងវាផ្លោង20គ្រាប់5 10គ្រាប់អត់ចូលយើងទេបងប្អូនយើងទៅតែមួយវាស្ងាត់ពេលដែលយើងទៅស្ងាត់ហើយពឹបវាចាប់ផ្ដើមយកយន្តហោះចូលពេលដែលវាចូលយន្តហោះហើយ5 6 នាទី 10 នាទីវាចាប់ផ្ដើមទម្លាក់ទៀតទម្លាក់យន្តហោះចូលទម្លាក់ជប់គ្នាពីយន្តហោះហើយវាចាប់ផ្ដើមស្មើជើងចូលចន្លោះពីយន្តហោះវាទម្លាក់ផុតប្រហែលជាខ្ទង់7 8 នាទីវាយកស្មើរះជើងចូលអញ្ចឹងវាគិតថាតបយើងគ្រោះថ្នាក់តែពេលវាចូលមកត្រូវមកប្រាវស្ងាត់អស់មកស្មើជើងអត់ឈ្នះទេបងប្អូនបាញ់សាហាវណាស់ខ្លាំងណាស់បងប្អូនអញ្ចឹងអ្វីដែលសំខាន់សូមឲ្យសម្ដេចពុកជួយរៀបចំកំចាត់ឲ្យយន្តហោះវានឹងឲ្យបានពុកម៉ែបងប្អូនជួយshareណាបងប្អូនព្រោះអីវាចិញ្ច្រុំច្រើនណាស់ខ្ញុំឃើញទស្សនវិជ្ជាដែលពុកម៉ែបងប្អូនយើងដែលទាហានយើងវីរៈកងទ័ពយើងឈោជើងជួមុខដែលនៅច្បាំងពុកម៉ែបងប្អូនវាអាណិតណាព្រោះអីពេលលេងខូចណាបើវាមកធម្មតាយើងឈ្នះប៉ុន្តែវាទម្លាក់ច្រើនណាវាទម្លាក់មែនទែនតែលេហើយវាយកតបវាចូលស្មាជើងមកទៀតប៉ុន្តែយើងតែបាញ់តតាំងមកទាំងអស់យើងនឹងគ្រប់គ្រងមកទាំងអស់តាំងពីម៉ោង 6 5 នាទីហើយវាយកយន្តហោះវាទៀតវាយកយន្តហោះវាហ្នឹងទម្លាក់ផ្សែងពុលទៀតបងប្អូនព្រឹកមិញនេះខ្ញុំខូចវីដេអូបន្តិចខ្ញុំស្កប់តែខ្ញុំទាញបានហើយតែច្រឡំដៃស្កប់ខ្ញុំចាប់បានតែពាក់កដាលទេវាហោះស្កប់យឺតគឺវាទម្លាក់ផ្សែងពុលពេញមកកបាត់ជួស្មាច់នឹងទាំងអស់បងប្អូនដល់ពេលវាទម្លាក់ហើយខ្ញុំមើលដឹងថាវីដេអូខ្ញុំចាប់អត់បានពឹបខ្ញុំថយវិញពឹបវាចាប់ដើមមកផ្លេតហ្នឹងដែលវាទម្លាក់ផ្សែងអស់វាមួយបាត់មកផ្លេតហ្នឹងបងប្អូនបើសិនជាឲ្យសម្ដេចពុកជួយរៀបចំរឿងចាត់ការយន្តហោះនឹងបានអូស្មាច់យកឈ្នះ 100% ពុកម៉ែបងប្អូនយើងឈ្នះទាហានយើងនឹងឈ្នះ 100% ពុកម៉ែខ្ញុំនៅកន្លែងនឹងផ្ទាល់ហើយមួយទៀតពុកម៉ែបងប្អូនដែលរត់ចុះមកពីស្មាច់ខ្ញុំប្រាប់មុនហើយដែលមានតាក់ទងគ្នាបានភ្លាមព្រោះអីតំបន់នឹងដាច់សេវាពេលដែលឡើងទៅឬក៏មានបងប្អូនដែលតំណងកន្លែងនឹងពឹប
ពុកម៉ែដឹងអីអាចរៈនឹងមកមានភ្នំមានស្ពានមួយពុកម៉ែចូលពួននឹងសិនមកចូលក្នុងទាំងអស់មកចាំខ្ញុំឆាបឡានទៅដល់ចូលរត់ឡើងឡានតែម្ដងខ្ញុំប្រាប់ពុកម៉ែមុនហើយណាពុកម៉ែតែមានតំណែងតំណងណាព្រោះឯថ្ងៃនេះវិញជ្រុំខ្លាំងណាស់វិញជ្រុំមិនអាចដើរចេញក្រៅបានទេពុកម៉ែបងប្អូននេះខាងអូស្មាច់ខ្ញុំគាត់តែមកយកសេវាមកផ្លេទេពុកម៉ែបងប្អូនបានហើយបងប្អូន